ហៅស៊ឺឲ្យគ្រូពេទ្យគេថាបើស្អែកយើងមិនអាចរកថ្លៃវះកាត់$10000នឹងបានទេនោះស៊ីវស្វេនឹងមិនអាចសង្គ្រោះបានទៀតឡើយស៊ីវស្វេមិនទាន់ស្លាប់ទេខ្ញុំបានត្រឡប់មកកាលពី40ឆ្នាំមុនត្រឡប់មកពេលដែលរឿងអកុសលទាំងអស់នេះចាប់ផ្ដើមនេះជារឿងពិតខ្ញុំបានកើតជាថ្មីហើយខ្ញុំបានកើតជាថ្មីពិតមែនឆ្នាំនោះស៊ីវស្វេមានជំងឺបេះដូងខ្ញុំអស់ផ្លូវដើរបានដើរខ្ចីលុយគេគ្រប់កន្លែងតែរកលុយថ្លៃព្យាបាលមិនបានសោះចុងក្រោយក៏ខកខានពេលវេលាព្យាបាលដ៏ល្អបំផុតបានត្រឹមតែឈោមមើលស៊ីវស្វេចាក់ចេញពីខ្ញុំទៅក្រោយពេលកូនស្រីស្លាប់ទៅវ៉ាន់ក៏សោកសៅខ្លាំងពេកដល់ថ្ងៃគម្រប់7ថ្ងៃរបស់កូនស្រីនាងក៏លោតទឹកសម្លាប់ខ្លួន30ឆ្នាំក្រោយមកខ្ញុំខំប្រឹងរកលុយសឹងស្លាប់រហូតក្លាយជាមហាសេដ្ឋីគ្រឿងអលង្ការដែលមានទ្រព្យសម្បត្តិរាប់ពាន់លានតែទោះជាខ្ញុំរកបានច្រើនប៉ុណ្ណាក៏ដោយក៏មិនអាចទិញជីវិតពួកគេត្រឡប់មកវិញបានដែរលោកម្ចាស់ឲ្យអរគុណលោកណាស់អរគុណដែលផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតហៅស៊ឺឲ្យញាតិមិត្តទាំងអស់យើងខ្ចីគេអស់ហើយឥឡូវនេះទៅរកលុយ10000នឹងពីណាទៅរឿងលុយកាក់ទុកឲ្យខ្ញុំដោះស្រាយចុះឯងនៅចាំមើលថែស៊ីវស្វេនៅមន្ទីរពេទ្យទៅទោះប្រើវិធីណាក៏ខ្ញុំនឹងរកលុយថ្លៃព្យាបាលយកមកឲ្យបានជាតិនឹងទោះបីជាត្រូវបដូរជីវិតក៏ខ្ញុំមិនឲ្យសោកនាដកម្មពីជាតិមុនកើតឡើងម្ដងទៀតដែរតឹងរកឃើញការតាំងចិត្តដ៏មុតមមរបស់ម្ចាស់កម្មវិធីប្រព័ន្ធរកគុជខ្យងសមុទ្រជ្រៅត្រូវបានដំណើរការជាផ្លូវការប្រព័ន្ធនេះអាចរកឃើញគុជខ្យងកំមនៅតាមឆ្នេរសមុទ្រព័ត៌មានថ្ងៃនេះគឺនៅចន្លោះម៉ោង2រសៀលដល់ម៉ោង4រសៀលនៅតំបន់ថ្មប៉ប្រះទឹកខាងកើតភូមិណានភីងចម្រៅទឹក5ម៉ែត្រមានហ្វូងគុជខ្យងព្រៃកំពុងប្រមូលផ្ដុំគ្នាតម្លៃផ្កាយមួយដើមទសវត្សរ៍ទី90គុជខ្យងព្រៃដែលមានគុណភាពខ្ពស់គឺមានតម្រូវការខ្លាំងណាស់ទីបំផុតលុយសង្គ្រោះជីវិតនេះមានផ្លូវរកបានហើយវ៉ាន់អូនរងចាំបងណាបងនឹងរកលុយយកមកឲ្យអូនឲ្យបានតាជូវ៉ាងតាជូលោកប្រញាប់ចេញមកភ្លាមមកជាតិមុនគ្រូសាខ្ញុំត្រូវវិនិច្ឆ័យអន្តរាយដើម្បីជួយខ្ញុំតាជូបានបង្កចំនួនជាមួយគេរហូតដល់របួសជើងពុនធំមួយនេះខ្ញុំចង់ចាំពេញមួយជីវិតហាប់ជឺលោកមិននៅមន្ទីរពេទ្យមើលថែប្រពន្ធនិងកូនស្រីទេរត់មកទីនេះធ្វើអីតាជូលោកប្រញាប់យកវ៉ែនតាក្នុងទឹកនិងសំណាញ់របស់លោកឲ្យខ្ញុំខ្ចីប្រើបន្តិចមកខ្ញុំត្រូវតែចុះសមុទ្រពេលរសៀលបែបនេះទឹកចិត្តជុលហើយក្នុងសមុទ្រមានចរន្តទឹកហូរខ្លាំងគ្រោះថ្នាក់ណាស់លោកមិនដឹងទេលោកមិនយកជីវិតមែនទេមិនអាចខ្វល់ច្រើនទៀតទេខ្ញុំរកឃើញផ្លូវរកលុយហើយថ្លៃថ្នាំរបស់កូនស្រីសំខាន់ណាស់ថ្ងៃនេះខ្ញុំត្រូវតែចុះសមុទ្រឲ្យបានហើយខ្ញុំមានតែប៉ុណ្្នឹងទេជាង$60ក្នុងសមុទ្រវាគ្រោះថ្នាក់ណាស់បងគុំធ្វើអ្វីផ្ដេសផ្ដាសឲ្យសោះប្រពន្ធបងនិងកូនស្រីនៅរោងចាំបងណាសម័យនេះអ្នកណាក៏មិនសូវមានដែរលុយជាង$60នេះប្រកាសជាដាជូសន្សំសំចៃពីមាត់យកមកឲ្យខ្ញុំទាំងអស់ហើយអរគុណច្រើនណាស់ដាជូលុយនេះខ្ញុំមិនទាន់ប្រើទេចាំថ្ងៃនេះខ្ញុំរករបស់ល្អបានខ្ញុំនឹងហៅបងទៅផឹកស្រាសេះនឹងគឺជាសម្បកខ្យងមុខមិននឹកស្មានថាជាសត្វព្រៃសុទ្ធសោះមើលពន្លឺវាចុះរបស់ដែលគេចិញ្ចឹមមិនអាចប្រៀបផ្ទឹមបានឡើយថ្លៃវះកាត់របស់ជាវឈោមានសង្ឃឹមហើយអង្កត់ផ្ចិត7មីលីម៉ែត្រគុណភាពខ្ពស់ណាស់លើកនេះជាវខោមានសង្ឃឹមរស់ហើយទោះបីជាចៅជីនហៃល្បីខាងចេះគិតគូរនិងចូលចិត្តកេងប្រវ័ញ្ចលើអ្នកនេសាទដែលមិនសូវដឹងរឿងក៏ដោយតែគាត់មានលុយសុទ្ធក្នុងដៃឲ្យតែទំនិញល្អគាត់ហ៊ានទិញទាំងអស់លោកម្ចាស់តើលោកទទួលទិញគុជខ្យងដែរឬទេទិញគឺទិញហើយប៉ុន្តែខ្ញុំទិញតែរបស់ល្អប៉ុណ្ណោះរបស់ដែលគ្មានតម្លៃកុំយកមកឲ្យរមាស់ភ្នែកខ្ញុំអីនេះគឺជាគុជខ្យងសមុទ្រសុទ្ធដែលរកបានពីធម្មជាតិសម្បកភ្លឺរលោងស្រទាប់គុជក្រាស់ណាស់គ្រាប់ពណ៌មាសស្រាលនេះពិតជាអស្ចារ្យមែននេះជាវត្ថុដ៏កម្រពិតមែន
មិនក៏ឯងល្ងងម្លេះប្អូនប្រុសឲ្យសំណាងល្អណាស់ណាតែតម្លៃទីផ្សារឥឡូវនេះគឺមួយតម្លៃនឹងឯង$150ខ្ញុំយកទាំងអស់អាម្នាក់នេះស្មានតែខ្ញុំមិនដឹងអីមែនទេរបស់ទាំងនេះយ៉ាងហោចណាស់ក៏តម្លៃ$1000ដែរលោកចៅហ្វាយចៅកុំធ្វើបាបគ្នាបែបនេះពេកគ្រាប់គុជពណ៌សប្រាក់ទំហំ8មីលីម៉ែត្រនេះគឺមូលល្អឥតខ្ចោះហើយគ្រាប់ពណ៌មាសស្រាលនោះក៏ល្អខ្លាំងណាស់ដែរលោកឲ្យខ្ញុំ$150បើខ្ញុំដើរចេញទៅហាងលោកហ្វូក្បែរនេះគេបិទភ្នែកក៏ហ៊ានឲ្យខ្ញុំ$800ដែរអូយចាំបន្តិចសិនប្អូនប្រុសកុំទាន់អើទៅអីក្នុងនៅប្អូនជាអ្នកជំនាញខ្ញុំក៏មិនបាច់និយាយវៀងវេអីទៀតដែរគុជ5គ្រាប់នេះខ្ញុំឲ្យ$800នេះគឺជាតម្លៃខ្ពស់បំផុតក្នុងក្រុងហើយហាងលោកហ្វូគ្មានថ្ងៃឲ្យតម្លៃនេះទេ$900បើខ្វះ1សេនក៏ខ្ញុំមិនលក់ដែរបាន900ក៏900ចាត់ទុកថាខ្ញុំរាប់អានប្អូនជាមិត្តចុះហៅហ្វឺឲ្យបងទៅណាហើយគ្រូពេទ្យទើបតែមកដាស់តឿនរឿងថ្លៃព្យាបាលគាត់ថាបើយប់នេះមិនបង់ថ្លៃសម្រាប់ពេទ្យទេស្អែកគេនឹងផ្អាកការផ្ដល់ថ្នាំឲ្យយើងហើយហៅស៊ឺបងទៅរកលុយច្រើនបែបនេះមកពីណាបងមិនមែនទៅធ្វើរឿងខុសច្បាប់អ្វីមែនទេគិតអីផ្ដេសផ្ដាស់ហ្នឹងថ្ងៃនេះខ្ញុំសំណាងល្អទៅរកបានខ្យងគុជព្រៃល្អនៅឯថ្មហៃឡូយៀនក៏បានគុជខ្យងល្អមួយចំនួនទើបតែយកទៅលក់ឲ្យហាងគ្រឿងអលង្ការក្នុងក្រុងមិញនេះឯងលុយនេះស្អាតស្អំណាស់អូនកុំបារម្ភអីយកទៅបង់ថ្លៃពេទ្យទៅពិតមែនឬពិតជាងមាសទៅទៀតទៅលឿនទៅបង់ថ្លៃសម្រាប់ពេទ្យឲ្យរួចរាល់សិនទៅមួយទៀតកុំខ្លាចអីមានខ្ញុំនៅទីនេះខ្ញុំធានាថាមុនថ្ងៃអង្គារសប្តាហ៍ក្រោយខ្ញុំនឹងរកលុយថ្លៃវះកាត់10000នឹងឲ្យបានជាតិមុនខ្ញុំបានខកខានមិនបានជួយនេះគឺជាពេលវេលាដ៏ល្អបំផុតរបស់អ្នកក្នុងជាតិមួយនេះខ្ញុំនឹងការពារប្រព័ន្ធរបស់ខ្ញុំការរកលុយចំនួននេះមិនមែនជារឿងពិបាកទេព័ត៌មានកំសាន្តថ្ងៃនេះត្រូវបានធ្វើបច្ចុប្បន្នភាពហើយនៅចន្លោះម៉ោង1:03រសៀលនេះនៅចម្ងាយ30ម៉ាយល៍ពីទីស្នេរដីនៃកោះដេហិនមានកប៉ាល់លិចនៅជម្រៅ20ម៉ែត្រមានខ្យងមាសស្ប្រៃដ៏កម្រមួយប្រភេទលិចមកឡើងដែលមានតម្លៃដល់ទៅ30លានខ្យងមាសណែនយ៉ាងក្នុងទវត្សទី90គ្រាប់មួយអាចលក់បានរាប់ម៉ឺន$ថ្លៃវះកាត់របស់ជាវឆូទីបំផុតមានផ្លូវដោះស្រាយហើយប៉ុន្តែនៅចម្ងាយ30ម៉ាយល៍ពីទីស្នេរដីនៃកោះយេហិនជម្រៅទឹក20ម៉ែត្រគឺចាំបាច់ត្រូវតែមានទូកនេសាទហើយជម្រៅទឹក20ម៉ែត្រនោះបើពឹងផ្អែកតែលើវ៉ែនតាក្នុងទឹកចាស់របស់វ៉ាងដាស៊ូនិងការទប់ដង្ហើមនោះបើមិនប្រយ័ត្នបន្តិចនឹងកើតជំងឺខ្វះអុកស៊ីសែនមិនខានទោះបីជាគ្រោះថ្នាក់ប៉ុណ្ណាក៏ដោយក៏ខ្ញុំត្រូវតែធ្វើវាឲ្យបានឲ្យខ្ញុំចង់ជួលទូករបស់អ្នកទៅកោះ30ម៉ាយល៍សមុទ្រក្រៅនឹងហើយខ្ញុំក៏ចង់ខ្ចីម៉ាស៊ីនបូមទឹកមុជទឹកបែបបុរាណរបស់ផ្ទះមេភូមិដែរអើយអញឈួតមែនទេទឹកនៅកោះនឹងវាហូរខ្លាំងណាស់អាចបោកអញទៅឆ្ងាយ30ម៉ាយល៍ឯណោះនឹងវាជាតំបន់សមុទ្រជ្រៅណាស់អញថែមទាំងចង់មុជទៅជម្រៅ20ម៉ែត្រទៀតគ្រាន់តែពឹងលើម៉ាស៊ីនបូមទឹកម៉ាស៊ូចាស់ដែលគេកែច្នៃមកធ្វើជាឧបករណ៍ផ្គត់ផ្គង់អុកស៊ីសែននឹងឬបើម៉ាស៊ីននឹងរលត់ពេលណាឯងនៅខាងក្រោមនឹងគឺអត់មានឱកាសងើបឡើងមកវិញទេណាឲ្យខ្ញុំដឹងថាវាគ្រោះថ្នាក់តែខ្ញុំអត់មានពេលទៀតទេឲ្យកូនត្រូវវះកាត់នៅថ្ងៃអង្គារក្រោយនេះហើយរបស់ដែលខ្ញុំទៅរកថ្ងៃនេះអាចលក់បាន10000យន្តណាបើធ្វើបានសម្រេចមួយលើកនេះកូននឹងមានសង្ឃឹមរស់ហើយ10000យន្តជីវិតនេះខ្ញុំជំពាក់អញហើយតោះទៅខ្ចីម៉ាស៊ីននឹងទៅថ្ងៃនេះខ្ញុំនឹងទៅឈួតជាមួយអញមួយលើកចុះអញមុជទឹកទៅខ្ញុំនៅលើទូកនឹងចាំយាមម៉ាស៊ីននឹងឲ្យជាប់មិនឲ្យឃ្លាតភ្នែកឡើយអញហ៊ានតែពន្លត់ម៉ាស៊ីនមើលខ្ញុំនឹងប្រាមាត់ផ្លុំខ្យល់ឲ្យអញដើម្បីទាញអញឡើងមកឲ្យបានបងប្រុសអរគុណច្រើនណាស់ល្អហើយដល់ហើយជម្រៅទឹកនៅទីនេះខ្ញុំបានវាស់ហើយប្រហែលជា22ម៉ែត្រដាជូមើលខ្សែឲ្យល្អបើខ្ញុំនៅខាងក្រោមទាញខ្សែ3ដងវែង1ដងខ្លីឯងត្រូវទាញខ្ញុំឡើងភ្លាមកុំបារម្ភអីឯងត្រូវប្រយ័ត្នឲ្យមែនទេណាពិតជាខ្យងមាសមែនមិនល្អទេម៉ាស៊ីនបង្ហាប់ខ្យល់មានបញ្ហាហើយនៅក្រោមទឹក20ម៉ែត្របើដាច់ខ្យល់អុកស៊ីសែនខ្ញុំមិនអាចទ្រាំបានសូម្បីតែ1នាទីមិនក៏ស្រាប់តែរលត់ម៉ាស៊ីនទៅវិញយ៉ាប់ហើយលើកនេះមកដល់នេះហើយមិនអាចត្រឡប់ទៅវិញទេបានទេ
តាអ្នកកំពុងធ្វើអ្វីខ្ញុំគ្រាន់តែសម្រាប់ប៉ុណ្ណោះអូយតាជូលឿនឡើងបានហើយទប់ឲ្យជាប់ណាបានហើយអញធ្វើឲ្យខ្ញុំភ័យស្ទើរតែស្លាប់ហើយម៉ាស៊ីនស្រាប់តែកង់ភ្លាមបើអញយឺតជាងនេះ1វិនាទីទៀតខ្ញុំមិនអីទេតាជូមើលខ្ញុំរកឃើញអ្វីមកនេះវាជារបស់អ្វីទៅនេះគេហៅថាខ្យងមាត់មាសវាអាចផលិតគុជខ្យងដែលល្អបំផុតនៅលើលោកតាជូមើលឲ្យច្បាស់ណាថ្ងៃនេះបងនឹងឲ្យអញបើកភ្នែកមើលឲ្យឃើញអូហូនេះវាភ្លឺចែងចាំងខ្លាំងម្ល៉េះរបស់កម្រមែនទែននេះពិតជាកម្ររកបានណាស់កាលពីជាតិមុនខ្ញុំធ្វើចំនួនគ្រឿងអលង្ការធ្លាប់ឃើញគុជខ្យងថ្លៃរាប់មិនអស់ប៉ុន្តែគុជខ្យងនាគព្រៃដែលមានទំហំនិងពណ៌បែបនេះគឺកម្ររកបានណាស់បើយកទៅដាក់ដេញថ្លៃវិញធានាថាពួកអ្នកមានលំដាប់កម្ពស់ដណ្ដើមគ្នាទិញមិនខានអាចលក់បានថ្លៃដល់ទៅរាប់សិបម៉ឺនឯណោះពិតមែនហ៎របស់នេះលក់បាន10000មែនទេ10000នឹងទិញសម្បកវាមួយជាន់ក៏មិនបានផងមានអានឹងហើយថ្លៃវះកាត់របស់កូនស្រីខ្ញុំគឺគ្រប់គ្រាន់ហើយបងប្អូនយើងនឹងបានរស់នៅស្រួលចាប់ពីពេលនេះទៅតាជូបើកទូកទៅត្រឡប់ទៅកំពង់ផែវិញល្អណាស់អង្គុយឲ្យជាប់ណាដាជូទុកឯងរៀបចំទុកសិនទៅខ្ញុំត្រូវប្រញាប់ទៅក្នុងក្រុងភ្លាមពួកថៅកែនៅទីនេះមិនអាចទិញរបស់កម្របែបនេះបានទេខ្ញុំត្រូវតែទៅរកអ្នកទិញធំដែលយល់ពីតម្លៃរបស់វាពិតប្រាកដបានឯងប្រញាប់ទៅចុះតាមផ្លូវត្រូវប្រយ័ត្នប្រយែងផងណាលោកចៅពួកយើងចិត្តបិទហាងហើយតើលោកត្រូវការអ្វីដែរឬទេខ្ញុំស្គាល់ម្ចាស់ហាងរបស់អ្នកគឺលោកនឹងណាសុំទោសផងម្ចាស់ហាងពួកយើងរវល់ណាស់មិនទទួលភ្ញៀវទេបើលោកមកលក់គ្រឿងសមុទ្រអីហ្នឹងសុំទៅកន្លែងផ្សេងទៅលោកទៅប្រាប់លោកទៅថាមានគេយកគុជខ្យងមាសស្ព្រៃសុទ្ធទំហំលើសពី15មីលីម៉ែត្រមកលោកចាំបន្តិចណាខ្ញុំនឹងទៅរាយការណ៍ភ្លាមប្អូនប្រុសគុជខ្យងនឹងនៅឯណាឆាប់យកមកឲ្យតាមើលបន្តិចមកអោព្រះឲ្យនេះវាឆាប់ទៅយកវ៉ែនតាអានសៀវភៅរបស់តាមកហើយយកឧបករណ៍វាស់ពិលភ្លើងខ្លាំងនិងក្រណាត់កំញីខ្មៅមកផងភ្លាមណា8មីលីម៉ែត្រមូលល្អឥតខ្ចោះគ្មានស្នាមអីបន្តិចសោះរបស់កម្រមែនទែននេះគឺជាត្បូងដ៏កម្រពិតប្រាកដមែនប្អូនប្រុសគុជខ្យងមួយគ្រាប់នេះប្អូនបានមកពីណាដែរលោកខ្ញុំមិនសួរពីប្រភពវាទេណាកុំសួរអីគ្រាន់តែប្រាប់ខ្ញុំមកថាហាងជូបាវចៃអាចទិញគ្រាប់គុជនេះបានអត់បានគ្រាប់គុជនេះហាងជូបាវចៃខ្ញុំយកហើយប្អូនប្រុសដាក់ថ្លៃមក50000ប្អូនឈួតហើយមែនទេលុយ50000នឹងទិញផ្ទះល្វែងធំបាន2ខ្នងនៅកណ្ដាលក្រុងហើយជើបាត់ទៅហើយកន្លែងនេះមិនមែនជាកន្លែងដែលអញត្រូវនិយាយទេប្អូនប្រុសលុយ50000ពិតជាមិនមែនតិចទេប៉ុន្តែគុណភាពគ្រាប់គុជនេះគឺសមនឹងតម្លៃនេះហើយគ្រាន់តែថាបើចង់ប្ដូរវាជាលុយខ្ញុំត្រូវយកទៅដាក់ដេញថ្លៃនៅហុងកុងឯណោះហានិភ័យនឹងពេលវេលាដែលត្រូវចំណាយគឺមិនតិចទេលោកចៅកុំមកលេងល្បិចជាមួយខ្ញុំអីនេះជាគ្រាប់គុជនាព្រៃទំហំ8មីលីម៉ែត្របើលោកយកទៅដាក់ដេញថ្លៃនៅសូតប៊ីឬគ្រីស្ទីនៅហុងកុងគ្រាន់តែរៀបចំកញ្ចប់បន្តិចរួចប្រឌិតរឿងរ៉ាវគុជនាគសមុទ្រជ្រៅទៅតម្លៃដេញថ្លៃនឹងមិនក្រោម$100,000ហុងកុងទេបើជួបអ្នកមានដែលចូលចិត្តរបស់ទាំងនេះអាចដេញថ្លៃបានដល់ទៅ200,000ឯណោះខ្ញុំសុំរឹម50000ជាសាច់ប្រាក់លោកយ៉ាងហោចណាស់ក៏ចំណេញលើសពី2ដងដែរអ្នកនេសាទម្នាក់ដែលស្លៀកពាក់រហែករហិនបែរជាដឹងច្បាស់ពីល្បិចដេញថ្លៃនិងតម្លៃដើមរបស់ហាងដេញថ្លៃទៅវិញមួយនេះវាជានរណាឲ្យប្រកាសទៅបាន50000ក៏50000ប្អូនប្រុសគ្រាប់គុជនេះខ្ញុំយកហើយចាត់ទុកថាបានរាប់អានមិត្តម្នាក់ដូចជាប្អូនចោះប្អូនប្រុសក្នុងប្រអប់នេះមានលុយសុទ្ធ50000នេះជាកាតវេបកម្រិតខ្ពស់បំផុតរបស់ហាងខ្ញុំក្រោយមកឃើញកាតនេះដូចជាឃើញខ្ញុំផ្ទាល់អញ្ចឹងលោកចៅពិតជាចិត្តទូលាយណាស់តែខ្ញុំមានការបន្ទាន់នៅផ្ទះខ្ញុំសុំលាសិនហើយក្រុមគ្រួសារអ្នកជំងឺលីស៊ូអេតាមាននៅទីនេះទេលោកប្រធានលីវមានរឿងអីមែនទេមិនមែនកាលពីប៉ុន្មានថ្ងៃមុនយើងបានបង់លុយរួចហើយទេលុយដែលបង់កាលពីមុនអស់ហើយបើពិបាកខ្លាំងណាស់មានតែត្រូវធ្វើបែបបត់ចេញពីមន្ទីរពេទ្យសិនដើម្បីទុកក្រែឲ្យអ្នកជំងឺផ្សេងលោកប្រធានលីវសូមមេត្តាផងកុំផ្ដាច់ឆ្នាំកូនស្រីខ្ញុំអីប្តីខ្ញុំកំពុងតែទៅរកលុយហើយសូមលោកមេត្តាពន្យាពេលឲ្យពួកយើង2ថ្ងៃទៀតទៅបើមុនម៉ោង12យប់នេះមិនទាន់បង់លុយទេពួកយើងមានតែត្រូវផ្ដាច់ឆ្នាំតាមច្បាប់ហើយកុំអីលោកប្រធានលីវសូមមេត្តាជួយសង្គ្រោះកូនស្រីខ្ញុំផងសូមមេត្តាជួយផងវ៉ាន់អូនកុំបារម្ភអីមើលចុះបងយកលុយមកដល់ហើយលោកប្រធានលីវលុយប៉ុណ្ណេះគ្រប់គ្រាន់ទេ
ចាប់ពីពេលនេះទៅសូមជួយប្រើថ្នាំល្អបំផុតឲ្យកូនស្រីខ្ញុំផងព្រឹកស្អែកនេះខ្ញុំចង់ឲ្យមន្ទីរពេទ្យរបស់លោកគ្រូពេទ្យវះកាត់ដែលពូកែបំផុតនឹងវះកាត់កូនស្រីខ្ញុំដោយផ្ទាល់ដៃលោកលីកុំបារម្ភអីយើងនឹងរៀបចំឲ្យបានល្អបំផុតហើយប្រើថ្នាំដែលល្អបំផុតឲ្យនាងប៉ាប៉ាយទេឬហើយកូនសៀវសៀវមានសង្ឃឹមហើយកូនស្រីយើងមានសង្ឃឹមហើយហើយជឿចុះកូនសៀវសៀវវិញនាងនឹងមិនអីទេមែនទេមិនអីទេមិនអីដាច់ខាតកូនសៀវសៀវយើងមានសំណាងណាស់ព្រះមិនយកនាងទៅពេលនេះទេលោកគ្រូពេទ្យកូនស្រីខ្ញុំយ៉ាងម៉េចហើយសូមអបអរសាទរការវះកាត់ទទួលបានជោគជ័យយ៉ាងខ្លាំងគ្រាន់តែឆ្លងកាត់យប់នេះទៅហើយសម្រាប់ព្យាបាលឲ្យបានល្អនាងនឹងអាចធំធាត់មានសុខភាពល្អដូចក្មេងធម្មតាអរគុណណាស់លោកគ្រូពេទ្យប្រពន្ធខ្ញុំគាត់យ៉ាងម៉េចទៅហើយកុំបារម្ភអីគាត់គ្រាន់តែតានតឹងក្នុងចិត្តយូរពេកបូករួមទាំងខ្វះអាហារូបត្ថម្ភនិងអារម្មណ៍ឡើងចុះខ្លាំងពេកទើបធ្វើឲ្យគាត់អស់កម្លាំងរហូតដល់សន្លប់បែបនេះឲ្យគាត់សម្រាប់ឲ្យបានគ្រប់គ្រាន់ហើយដាក់សេរ៉ូមបន្តិចទៅគឺបានហើយអរព្រះអាយអរគុណព្រះអង្គណាស់ការឈឺចាប់និងវិបដិសារីដែលដកជាប់ក្នុងចិត្តខ្ញុំអស់រយៈពេល30ឆ្នាំមកនេះទីបំផុតនៅពេលនេះវាបានរលាយបាត់អស់ហើយហៅស៊ឺប្រាប់ការពិតខ្ញុំមកមើលតើពីមុនអ្នកបានវាដោយរបៀបណារឿងប្រព័ន្ធនេះវាចម្លែកពេកមិនអាចប្រាប់វ៉ាន់បានទេខ្លាចនាងភ័យខ្លាចវ៉ាន់តាមពិតលុយនេះគឺខ្ញុំរកបានពីការរៀបរករបស់របរក្នុងសមុទ្រមែនខ្ញុំចៃដន្យឲ្យបានរកឃើញកន្លែងលិចកប៉ាល់បុរាណមួយហើយសំណាងល្អក៏រៀបបានគ្រាប់គុជមីស្ប្រៃដ៏កម្រមួយគ្រាប់រួចក៏លក់ឲ្យថៅកែធំម្នាក់ទៅវ៉ាន់កន្លងមកគឺខ្ញុំគ្មានសមត្ថភាពទើបធ្វើឲ្យអ្នកនិងកូនស្រីត្រូវមកលំបាកជាមួយខ្ញុំប៉ុន្តែចាប់ពីថ្ងៃនេះទៅខ្ញុំនឹងឲ្យអ្នកនិងកូនមានជីវិតល្អប្រសើរហើយនឹងស្រឡាញ់ថ្នាក់ថ្នមអ្នកឲ្យក្លាយជាស្ត្រីដែលមានសុភមង្គលបំផុតក្នុងលោកឲ្យតែពួកយើងទាំងគ្រួសារបានសុខសាន្តនៅជាមួយគ្នាគឺសំខាន់ជាងអ្វីទាំងអស់ទៅទៀតពឹងផ្អែកលើទូកឈើចាស់របស់អាដាជូនិងម៉ាស៊ីនសង្កត់សម្ពាធបែបបុរាណដែលត្រៀមតែនឹងឆក់យកជីវិតមនុស្សនោះគឺមិនអាចទៅដល់ដែនសមុទ្រដែលជ្រៅជាងនេះបានទេខ្ញុំត្រូវតែផ្លាស់ប្ដូរឧបករណ៍ភ្លាមទិញទូកនេសាទបែបមេកានិកដែលអាចទប់ទល់នឹងរលកខ្យល់នៅសមុទ្រខាងក្រៅបានហើយត្រូវរកឧបករណ៍មួយទឹកអាជីពមួយឈុតទៀតមានតែធ្វើបែបនេះទេទើបខ្ញុំអាចបើកឃ្លាំងទ្រព្យសម្បត្តិដ៏មហាសាលនៃសមុទ្រនេះបានហៅហ្វឺមិនបានបងត្រឡប់មកវិញចុះការវះកាត់របស់សៀវយ៉ាងម៉េចហើយដាជូការវះកាត់ជោគជ័យណាស់សៀវមិនអីទេល្អណាស់ទេវតាជួយហើយដាជូកាលពីថ្ងៃមុននៅឯសមុទ្របើមិនបានបងប្រថុយជីវិតទីម៉ាស៊ីនសង្កត់នោះឡើងមកទេជីវិតខ្ញុំប្រហែលជាបាត់បង់នៅបាតសមុទ្របាត់ទៅហើយលុយនេះបងគួរតែទទួលបានវាយកលុយនេះទៅជួសជុលដំបូលផ្ទះដែលកំពុងលិចទឹកនោះទៅហើយទិញថ្នាំល្អឲ្យអ្នកម្ដាយផងចំណែកដែលសល់ទុកសម្រាប់រៀបការប្រពន្ធទៅហៅហ្វឺបងធ្វើអីហ្នឹងយើងជាបងប្អូនដែលធំឡើងជាមួយគ្នាមកបងចុះទៅប្រថុយជីវិតនៅសមុទ្រចុះខ្ញុំគ្រាន់តែមើលម៉ាស៊ីននៅខាងលើនេះវាជារឿងអីទៅម៉ាក់លុយនេះកូនមិនអាចយកបានទេម៉ាក់យកទៅវិញទៅទុកឲ្យកូនស្រីញ៉ាំបំពន់សុខភាពទៅដាជូស្ដាប់បងនិយាយបងគិតថាទិញទូកធំមួយដើម្បីប្រកបរបរនេះប៉ុន្តែបងម្នាក់ឯងធ្វើមិនកើតទេបងត្រូវការប្អូនដែលទុកចិត្តបានម្នាក់មកជួយបងលុយនេះចាត់ទុកថាជាប្រាក់ខែដែលបងបើកឲ្យមុនបើប្អូនតាមបងធ្វើការបងធានាថាប្អូននឹងរកលុយបានច្រើនជាងនេះ10 ដងឬ100 ដងបានបើបងមើលឃើញតម្លៃជីវិតខ្ញុំបែបនេះខ្ញុំនឹងធ្វើការឲ្យបងពេញមួយជីវិតប្រាប់មកមើលតើយើងត្រូវធ្វើអ្វីបន្តទៀតទៅរោងចក្រផលិតទូកនៅណានភីងទៅទិញទូកហ៎នៅទីនេះសុទ្ធតែជាទូកដែលកម្លាំងខ្លាំងទូកដែលថោកបំផុតក៏ត្រូវចំណាយរាប់ម៉ឺនដែរតើពួកឯងមានលុយទិញដែរអូលោកម្ចាស់ទាំងពីរសូមអញ្ជើញចូលមកខាងក្នុងសិនមកចង់បានម៉ូដែលមួយណាដែរខ្ញុំនឹងណែនាំឲ្យលោកទាំងពីរបានជ្រាបច្បាស់យកមួយនឹងហើយនេះជាទូកនេសាទសមុទ្រម៉ូដែលថ្មីដែលទើបតែដាក់ចុះទឹកកាលពីឆ្នាំមុនមានម៉ាស៊ីនម៉ាស៊ូត120សេសមានកាប៊ីនបើកបរចិត្តល្អនិងមានអាងត្រីទឹកស្រស់ដែលរក្សាសីតុណ្ហភាពថេរទាបសូម្បីតែរ៉ាដានិងវិទ្យុតាក់ទងក៏មានគ្រប់ឈុតដែរតើថ្លៃប៉ុន្មានដែរតម្លៃដើម35,000បើអ្នកអាចបង់ផ្ដាច់នៅថ្ងៃនេះបានខ្ញុំនឹងស្នើសុំតម្លៃពិសេសផ្ទៃក្នុងឲ្យគឺ28,000 25,000បើព្រមឥឡូវនេះខ្ញុំរាប់លុយឲ្យហើយបើកចេញទៅតែម្ដងព្រមចាត់ទុកថាខ្ញុំរាប់អានអ្នកជាមិត្តចុះហៅស៊ឺយើងនេះអាចចាត់ទុកថាបានបដូរពីកាំភ្លើងចាស់មកប្រើកាំភ្លើងថ្មីហើយទូកនេះឈ្មោះអីដែរដាក់ឈ្មោះថាភីងអានសន្តិភាពចុះជាតិមួយនេះខ្ញុំមិនត្រឹមតែត្រូវជិះទូកកាត់រលកដើម្បីរកទ្រព្យសម្បត្តិពីបាតសមុទ្រប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវដឹកនាំសុភមង្គលរបស់ពួកគេឲ្យជិះទូកទៅមុខដោយរលូនជារៀងរហូត
ត្រីដែលចាប់បានថ្ងៃនេះព័ត៌មានត្រូវបានធ្វើបច្ចុប្បន្នភាពហើយនៅចន្លោះម៉ោង2រសៀលដល់ម៉ោង5មួយល្ងាចនៅជម្រៅទឹក30ម៉ែត្រក្នុងតំបន់ថ្មប៉ប្រទឹកខ្មោចនៃសមុទ្រទឹកខ្មៅគេបានរកឃើញហ្វូងខ្យងមេអំបៅខ្មៅប្លែកប្រមូលផ្ដុំគ្នាតម្លៃរបស់វាគឺផ្កាយ4ព័ត៌មានផ្កាយ4មិននឹកស្មានថាថ្ងៃនេះវាចេញមកផ្កាយ4ផ្ទាល់តែម្ដងហ្វូងខ្យងមេអំបៅខ្មៅនឹងគឺជាខ្យងមេតែមួយគត់ដែលបង្កើតបានគុជខ្មៅនៃតំបន់ដាស៊ីឌីក្នុងស្រុកយើងកម្រមានលក្ខខណ្ឌរស់នៅរបស់វាណាស់គុំថាឡើយហ្វូងដែលប្លែកបែបនេះថ្មប៉ប្រទឹកខ្មោចនៅសមុទ្រទឹកខ្មៅនឹងគឺល្បីល្បាញខាងគ្រោះថ្នាក់ខ្លាំងណាស់នៅសមុទ្រចុងដៅនៅទីនោះមានថ្មប៉ប្រទឹកច្រើនណាស់ហើយក្រោមទឹកសុទ្ធតែជាវងទឹកគួចភូមិសាស្ត្រនៅទីនោះស្មុគស្មាញជាងផ្ទាំងគំនូរវង្វេងទៅទៀតបើកប៉ាល់ធំជាងនេះបន្តិចចូលទៅគឺប្រកាសជាបុកថ្មលិចបាត់ហើយសូម្បីតែស្រមោលប៉ាល់ក៏រកមិនឃើញដែរទោះបីជាអ្នកជំនាញសមុទ្រដែលមានបទពិសោធន៍រាប់សិបឆ្នាំក៏ដោយក៏ត្រូវតែខ្លាចចោលអាដែលពេលលើឈ្មោះថ្មប៉ប្រទឹកខ្មោចនេះគ្រោះថ្នាក់តែងតែមកជាមួយទ្រព្យសម្បត្តិមហាសាលដែលមនុស្សធម្មតាស្មានមិនដល់គុជខ្មៅគុណភាពខ្ពស់គឺជាគ្រឿងអលង្ការលំដាប់កំពូលដែលគេលក់គិតជាការ៉ាត់នៅលើទីផ្សារអន្តរជាតិលើកនេះគឺអាចចាយបានយូរហើយមានទាំងឧបករណ៍ស្តុកទឹកគ្រឿងបរិក្ខារនិងកប៉ាល់ភីងអានផងថ្មប៉ព្រះទឹកខ្មោចនេះថ្ងៃនេះខ្ញុំនឹងទៅលុកលុយវាឲ្យបានបងហាប៉ាល់ថ្មីរបស់យើងនេះបើកទៅគឺថាទៅមើលទៅថ្ងៃនេះយើងទៅរកស៊ីនៅសមុទ្រណាវិញយើងទៅទីសមុទ្រទឹកខ្មៅវិញបងបៀវមើលអីនឹងបានជាផ្ចង់អារម្មណ៍ម្លេះឃើញទូកដែលទៅតែចុះទឹកថ្មីនោះទេនោះគឺជាទូករបស់អាលីហាវនៅខាងកាត់ភូមិបងខ្ញុំប្រាប់ខ្ញុំកាលពីម្សិលមិញអាមួយនឹងមិនដឹងវាសំណាងអីទេបានរកឃើញគុជខ្យងកម្រមួយគ្រាប់លក់បាន$50,000ថ្ងៃនេះវាហ៊ានទិញទូកធំប្រវែង12ម៉ែត្រចេញទៅសមុទ្របាត់$50,000អាមួយនឹងវាទៅរករបស់ល្អបែបនេះមកពីណាអាមួយនឹងប្រកាសជាជន់ចំកន្លែងដែលមានគុជខ្យងកង្វល់ដែលគ្មានអ្នកណាដឹងហើយសមុទ្រនេះបើមានរបស់អ្វីដែលមានតម្លៃគឺត្រូវតែជារបស់អញទៅប្រាប់បងប្អូនយើងឲ្យបើកទូកតាមវាឲ្យឆ្ងាយកុំឲ្យវាដឹងខ្លួនអញចង់ដឹងណាស់ថាថ្ងៃនេះអាមួយនឹងវាទៅរកស៊ីនៅណាចាំឲ្យគេស្រង់របស់ល្អឡើងមកសិនចាំយើងទៅតាមក្រោយទំនិញទាំងនេះត្រូវតែយកឲ្យបានទាំងអស់បាទបងបាវល្អហើយខាងមុខនោះគឺជាសមុទ្រទឹកខ្មៅហើយបន្ថយល្បឿនរក្សាល្បឿន5ណាត់ចូលទៅប្រយ័ត្នមើលឧបករណ៍វាស់ជម្រៅទឹកនិងរ៉ាដាផងជៀសវាងថ្មប៉ព្រះទឹកតាជូនាវាដែលតាមពីក្រោយយើងនឹងតាមយើងយូរហើយមែនទេតាំងពីចេញពីកំពង់ផែមកគេតាមយើងរហូតនឹងនោះគឺជាទូករបស់ចៅជីនប៉ាវនៅឯទីក្រុងអាម្នាក់នឹងល្បីថាខូខើណាស់ចូលចិត្តធ្វើរឿងប្លន់ទូកគេនៅកណ្ដាលសមុទ្រល្អហើយគេប្រហែលជាតាមដានយើងហើយចង់មកប្លន់ទូកខ្ញុំក៏ត្រូវមើលសិនថាគេមានសមត្ថភាពអត់របៀបធ្វើការរបស់ចៅជីនប៉ាវខ្ញុំដឹងច្បាស់ណាស់កុំទាន់ឲ្យធ្វើឲ្យមានរឿងអីដាជូស្ដាប់តាមបញ្ជាខ្ញុំបាត់ចង្កូតទៅឆ្វេងឲ្យអស់ហើយបើកចូលទៅក្នុងតំបន់ទឹកហូរខ្លាំងបើឲ្យអ្នកឈួតទៅហើយនៅទីនោះទឹកហូរខ្លាំងអាចធ្វើឲ្យទូកក្រឡាប់បានណាជឿខ្ញុំទៅទូករបស់ចៅជីនប៉ាវនោះវាស៊ីចម្រៅទឹកខ្លាំងណាស់ពិបាកនឹងឆ្លងកាត់ណាស់បានថ្ងៃនេះខ្ញុំនឹងឈួតជាមួយអ្នកមួយដងប៉ាវបងបាវអានឹងវាឈួតហើយវាបើកទូកចូលទៅក្នុងថ្មប៉ព្រះទឹកខ្មោចហើយអានឹងវាលែងយកជីវិតហើយប៉ុន្តែវាបង្ហាញថាអ្វីដែលវារកឃើញនឹងមានតម្លៃខ្លាំងណាស់ខ្លាចអីទូកកំទេចរបស់វាហ៊ានចូលចុះទូកធំយើងខ្លាចអីបើកតាមវាទៅបើកប្រយ័ត្នណាកុំឲ្យបាត់ដានវាបង6មិនស្រួលទេទូកយើងលេចហើយផ្លិតកង្ហាវាជាប់គៀងហើយថាថយក្រោយឲ្យលឿនមកបង6ថយក្រោយឲ្យលឿនមកថយក្រោយទៅបង6ក្នុងទូកចូលទឹកហើយឆាប់ហៅគេមកជួយសង្គ្រោះមកមិនអញ្ចឹងទូកលេចហើយគឺនៅត្រង់នេះហើយចំណុចព័ត៌មានផ្កាយ4ដែលប្រព័ន្ធបានកំណត់មិនខុសទេដាជូទម្លាក់យុទ្ធការទៅកន្លែងនេះទឹកហូរចម្លែកណាស់ទម្លាក់យុទ្ធការបន្ថែម2ទៀតទៅឲ្យជាប់នឹងថ្មប៉ព្រះទឹកនឹងយល់ហើយបងហាប់បងកុំបារម្ភអីដាជូខាងក្រោមនេះទឹកជម្រៅ30ម៉ែត្រប្រហែលជាមានចរន្តទឹកក្រោមសមុទ្រខ្លាំងពេលខ្ញុំចុះទៅហើយអ្នកត្រូវសម្លឹងមើលពុះទឹកនៅលើផ្ទៃទឹកឲ្យជាប់កុំឲ្យដាច់ភ្នែកឲ្យសោះទោះ1វិនាទីក៏មិនអាចរំកិលចេញបានដែរបើទីតាំងពុះទឹកឃ្លាតឆ្ងាយពីទូកលើសពី50ម៉ែត្រមានន័យថាខ្ញុំត្រូវបានចរន្តទឹកបោកយកទៅហើយអ្នកត្រូវបើកទូកតាមពុះទឹកនោះភ្លាមហាប់ជឿអ្នកត្រូវតែប្រយ័ត្នឲ្យមែនទែនបើមិនស្រួលទេត្រូវប្រញាប់ឡើងមកវិញលុយច្រើនប៉ុណ្ណាក៏មិនសំខាន់ជាងជីវិតដែរកុំបារម្ភអីសីតុណ្ហភាពទឹកនៅទីនេះទាបជាងនៅជិតឆ្នេរយ៉ាងហោចណាស់10អង្សាដែលគួរឲ្យខ្លាចជាងនេះគឺភាពមើលឃើញនៅក្រោមទឹកទាបខ្លាំងណាស់ខ្ញុំត្រូវកែសម្រួលដង្ហើមតាមព្រួញក្រហមរបស់ប្រព័ន្ធព្រមទាំងបញ្ចេញសម្ពាធជាបន្តបន្ទាប់ហើយមុជចុះទៅយ៉ាងលឿនខ្យងខ្មៅបំផ្លាញខ្លួនមិនមែនមួយទេគឺទាំងហ្វូងតែម្ដងរាប់រយឯណោះលើកនេះគូរធំហើយ
និយាយច្រើនពេកមិនល្អទេដល់ពេលត្រូវទៅហើយបានហើយពេជ្រមួយគ្រាប់ឡើងមកហើយដេស៊ូយកកាំបិតមកនេះលឿនឡើងអូព្រះអើយចុះហេតុអ្វីបានជាគុជនេះអាចបដូរពណ៌បាននេះគេហៅថាពណ៌បៃតងខ្ងោកវាជាពណ៌ដ៏ល្អបំផុតក្នុងចំណោមគុជខ្មៅដែលស៊ូគ្រាន់តែមួយគ្រាប់នេះក្នុងភ្នែកអ្នកជំនាញតម្លៃវាលើសពី1សែនទៅទៀតអាចទិញផ្ទះវីឡាតូចមួយនៅទីក្រុងហេហៅបានផងខ្សងគុជខ្មៅជាង30ក្បាលបើកអស់ហើយមួយថងនេះពិតជាកំណប់ទ្រព្យដ៏កម្របំផុតនៅទីក្រុងហេហៅមែនទៅឲ្យយើងយកវាទៅលក់យកលុយទៅលោកឆៅឲ្យលោកហៅខ្ញុំឲ្យមកពីឆេងយ៉ាងទាំងឆ្ងាយបែបនេះថាមានរបស់ល្អគុជមាសនឹងក៏ល្អមែនតែលើគេនិយមគុជខ្មៅយ៉ាងហេវិញជាពិសេសពណ៌បៃតងខ្ងោកទៀតរបស់បែបនេះពិបាករកណាស់ណាអូគាត់មកទៀតហើយលឿនឡើងអញ្ជើញគាត់ចូលមកប្អូនប្រុសឲ្យលើកនេះមានអ្វីមកធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទៀតហើយលោកឆៅលើកមុនលោកថាចង់បានថ្ងៃនេះខ្ញុំទើបតែរាវបានរបស់បន្តិចបន្តួចពីក្នុងសមុទ្រលោកជួយមើលឲ្យផងអូរបស់ដែលធ្វើឲ្យប្អូនប្រុសខំរត់មកដល់ទីនេះមិនធម្មតាទេដឹងលោកឆៅមើលឲ្យច្បាស់ណាស់នេះមូលស្អាតឥតខ្ចោះភ្លឺចែងចាំងទៀតពណ៌បៃតងខ្ងោកបែបនេះមកពីស្ថានលំដាប់ណាទៅបានជាល្អម្ល៉េះលោកម្ចាស់ហាងនេះមិនមែនចិញ្ចឹមទេណានេះជាគុជខ្មៅពីសម្បកខ្យងមេអំបៅព្រៃសុទ្ធសាធដែលកុំរកបានណាស់ខ្ញុំរកស៊ីលក់គ្រឿងអលង្ការមួយជីវិតហើយទើបតែលើកនេះទេដែលបានឃើញគុជខ្មៅព្រៃពណ៌បៃតងខ្ងោកច្រើនបែបនេះប្អូនប្រុសឲ្យប្អូនទៅប្លន់ឃ្លាំងរបស់ស្ដេចសមុទ្រមកយ៉ាងណាលោកឆៅគុជទាំង12គ្រាប់នេះខ្ញុំយកទាំងអស់លោកដាក់តម្លៃមកម្ចាស់ហាងហួរធ្វើបែបនេះវាខុសច្បាប់ហើយនេះជាភ្ញៀវរបស់ហាងជូប៉ាវចៃខ្ញុំណាបើទំនិញទាំងនេះនៅហាងជូប៉ាវចៃវានឹងក្លាយជាវត្ថុមានតម្លៃបំផុតប្រចាំហាងមិនខានលោកចៅយើងរាប់អានគ្នាក៏រាប់អានទៅតែរឿងចំនួនគឺត្រូវដាច់ដោយឡែកទំនិញនេះខ្ញុំត្រូវតែយកឲ្យបានលុយសុទ្ធ300000យន្តឲ្យតែលោកយល់ព្រមខ្ញុំនឹងឲ្យគេយកលុយមកឲ្យភ្លាម300000នឹងក្នុងឆ្នាំ1992គឺអាចទិញបានពាក់កណ្ដាលផ្លូវនៅកណ្ដាលក្រុងហៃជើទៅហើយម្ចាស់ហាងហួរពិតជាចិត្តធំមែនរបស់ទាំងនេះហាងជូប៉ាវចៃខ្ញុំសុំដកខ្លួនហើយម្ចាស់ហាងលីលុយសុទ្ធ300000មកក្បាលគឺជារបស់លោកហើយក្នុងនៅពេលម្ចាស់ហាងហួរមានចិត្តស្មោះត្រង់ម្លេះជំនួយនេះព្រមព្រៀងគ្នា350000បូករួមនឹងលុយដែលនៅសល់ពីមុនឥឡូវនេះខ្ញុំមានលុយជិត40000ហើយក្នុងសម័យកាលដែលរកលុយបាន10000ក៏ពិបាកផងនេះពិតជាអស្ចារ្យខ្លាំងណាស់ស្ថានភាពរបស់ស៊ីវល្អណាស់គ្រូពេទ្យពិនិត្យហើយថាអាចចេញពីមន្ទីរពេទ្យបានគ្រាន់តែត្រូវមកពិនិត្យតាមពេលកំណត់ហើយសម្រាប់នៅផ្ទះទៅបានហើយត្រឡប់ទៅខ្ទង់ស្បូវដែលខ្យល់បក់ចូលគ្រប់ទីហើយសំបីតែក្រេដេកល្អក៏គ្មានផងតើនាងអាចទ្រាំបានដោយរបៀបណាទៅវ៉ាន់ឲ្យគុំរើសរបស់របរចាស់ទាំងនោះទៀតអីបោះចោលទាំងអស់ទៅហៅស៊ឺអ្នកធ្វើអីហ្នឹងប្រពន្ធសម្លាញ់យើងលែងត្រឡប់ទៅភូមិណានភីងទៀតហើយបងបានទិញផ្ទះមួយដែលមានទីធ្លានៅកណ្ដាលក្រុងថ្ងៃនេះយើងរើទៅផ្ទះថ្មីតែម្ដងទិញផ្ទះហ្នឹងនៅកណ្ដាលក្រុងបែបនេះតើត្រូវចំណាយលុយប៉ុន្មានទៅមិនថ្លៃទេត្រឹមតែ50000យន្តប៉ុណ្ណោះ50000ហ្នឹងវ៉ាន់ឲ្យឥឡូវបងមានលុយហើយទៅមុខទៀតអូននឹងក្លាយជាជំទាវរបស់ផ្ទះយើងហើយស៊ីវនឹងក្លាយជាព្រះនាងតូចយើងលែងត្រូវរស់នៅជីវិតលំបាកវេទនាបែបនោះទៀតហើយប៉ានេះហើយជាផ្ទះថ្មីរបស់យើងនេះមិនមែនជាសុបិនទេប៉ាជួយក្តិចខ្ញុំមួយមកមើលចុះផ្ទះដែលសំបីតែបាយមួយពេលក៏គ្មានហូបផងឥឡូវនេះបែរជាអាចងើបមុខមាត់បានពិតមែនប៉ាតើយើងនឹងរស់នៅទីនេះពិតមែនឬស៊ីវមានក្រេតធំផ្ទាល់ខ្លួនហើយមែនទេត្រូវហើយចាប់ពីពេលនេះទៅយើងរស់នៅទីនេះទៅចុះនេះហើយជាផ្ទះរបស់យើងប៉ានឹងទិញប្រដាប់ក្មេងលេងឲ្យកូនច្រើនទៀតដាក់ឲ្យពេញផ្ទះយើងតែម្ដងប៉ាចង់បានផ្ទះមួយណាយើងទិញមួយនឹងទៅថ្ងៃនេះយើងមិនខ្វះលុយទេហៅស៊ឺឲ្យថ្លៃណាស់មែនទេបើអត់ទេយើងកុំទិញអីញ៉ាំទៅថ្ងៃក្រោយជីវិតបែបនេះនឹងមានរាល់ថ្ងៃនេះហើយទើបជាអត្ថន័យដ៏ធំបំផុតនៃការដែលខ្ញុំបានកើតមកម្ដងទៀតហៅស៊ឺផ្ទះឯងនេះធំស្កឹមស្កៃមែនខ្ញុំខ្លាចតែដើរជន់ក្បឿងឯងឲ្យប្រឡាក់ទេឈប់ទៅបងប្អូនគ្នាឯងនឹងមិនបាច់ចិត្តអីទេតែជួថ្ងៃនេះដែលខ្ញុំហៅឯងមកគឺមានរឿងសំខាន់ចង់និយាយហៅស៊ឺឯងឆ្លាតឯងថាឲ្យធ្វើម៉េចខ្ញុំស្ដាប់ឯងទាំងអស់ប៉ុន្មានថ្ងៃនេះខ្ញុំគិតហើយគ្រាន់តែពឹងលើទូកយើងមួយគ្រឿងទៅនេសាទក្នុងសមុទ្របែបនេះទោះបីជាអាចរកលុយបានមែនតែវាមិនមែនជាគម្រោងការយូរអង្វែងនោះទេ
ទស្សវត្សទី90គឺជាសម័យកាលមាសនៃកំណើនសេដ្ឋកិច្ចក្នុងស្រុកបើមានដើមទុនក្នុងដៃហើយបើមិនចាប់យកឱកាសនេះដើម្បីអភិវឌ្ឍទេគឺពិតជាគួរឲ្យស្ដាយណាស់តាជួមើលនេះបន្តិចខ្ញុំចង់បង្កើតក្រុមហ៊ុនមួយមិនត្រឹមតែធ្វើពាណិជ្ជកម្មគ្រឿងអលង្ការធម្មជាតិទេតែថែមទាំងត្រូវមកការផ្ទៃសមុទ្រដើម្បីចិញ្ចឹមគុជខ្យងកម្រិតខ្ពស់ទៀតផងហើយស៊ឺអានឹងវាត្រូវការដើមទុនច្រើនហើយចំណាយពេលយូរណាស់ឯបច្ចេកទេសចិញ្ចឹមសប្តាហ៍ថ្ងៃក៏មិនទាន់ចាស់ទុំដែរគុជដែលបានមកសុទ្ធតែជាគុជថ្នាំដែលគ្មានតម្លៃទេនោះក៏ព្រោះតែពួកគេមិនទាន់ក្តាប់បានពូជខ្យងមេនិងតំបន់សមុទ្រដែលល្អបំផុតសម្រាប់ការចិញ្ចឹមនោះអីអ្នកអតីតប្រហែលជាមិនដឹងទេតែខ្ញុំមានប្រព័ន្ធមួយដែលមិនត្រឹមតែអាចរកឃើញខ្យងគុជកម្រិតខ្ពស់ពេញវ័យប៉ុណ្ណោះទេតែថែមទាំងអាចកំណត់ទីតាំងពូជល្អបានយ៉ាងត្រឹមត្រូវទៀតសូម្បីតែជ្រុនទឹកនិងបរិស្ថានមីក្រូរារាង្គល្អបំផុតក៏អាចរកឃើញដែរឲ្យតែយើងមកការបានតំបន់សមុទ្រល្អគឺអាចផលិតគុជខ្យងសមុទ្រលំដាប់កម្ពស់បានច្រើនសន្ធឹកសន្ធាប់តែជួខ្ញុំត្រៀមលុយ 10,000 យួនដើម្បីទៅឃុំមកការតំបន់សមុទ្រយូឡាំងវ៉ាន់នៅក្រៅភូមិណានភីងចាប់ពីពេលនេះទៅអ្នកគឺជាក្រុមហ៊ុនយើងខ្ញុំជាមេបញ្ជាការកងនាវាភារកិច្ចរបស់អ្នកគឺត្រូវជ្រើសរើសទាហាននិងទិញសេះត្រូវឲ្យបងប្អូនក្នុងភូមិដែលទុកចិត្តបានហើយចេះហែទឹកល្អមកទាំងអស់យើងមិនត្រឹមតែត្រូវចិញ្ចឹមប៉ុណ្ណោះទេថែមទាំងត្រូវការពារកុំឲ្យពួកច្រណែនឈ្នានីសដូចជាចៅជីនបៀវមកបង្កបញ្ហាទៀតរកឃើញការផ្លាស់ប្ដូរនៃជ្រុនទឹកក្នុងបរិស្ថានពិសេសហើយវាបានកេះឲ្យចេញព័ត៌មានសម្ងាត់កម្រិតខ្ពស់ព័ត៌មានសម្ងាត់ផ្កាយ5ត្រូវបានធ្វើបច្ចុប្បន្នភាពហើយសម្ងាត់ផ្កាយ5ហ្នឹងតាំងពីប្រព័ន្ធដំណើរការមកខ្ពស់បំផុតគឺចេញបានត្រឹមគុជខ្មៅពណ៌បៃតងកម្រិតផ្កាយ4ប៉ុណ្ណោះចុះសម្ងាត់ផ្កាយ5នេះវាជាអ្វីទៅព័ត៌មានសម្ងាត់នៅម៉ោង2ដល់ម៉ោង4ទៀបភ្លឺថ្ងៃស្អែកនៅចំណុចប្រសព្វនៃសមុទ្របើកចំហជម្រៅទឹក80ម៉ែត្រក្នុងសមុទ្រជ្រៅនិងគ្មានចរន្តទឹកហូរទេការស្វែងរកបំណែកកប៉ាល់លិចសម័យមីងមានការផ្លាស់ប្ដូរទីតាំងនៅក្នុងបន្ទប់សម្ងាត់នៃប៉ាល់លិចនោះមានលាក់ទុកនៅគ្រឿងដង្វាយរបស់រាជវង្សសម័យមីងមានគុជរាត្រីកម្រិតត្បូងបុរាណមួយគ្រាប់និងគុជបុរាណកម្រិតខ្ពស់ជាច្រើនដែលមិនទាន់មានប្រតិកម្មអុកស៊ីតកម្មព្រមាននៅតំបន់សមុទ្រគោលដៅមានសត្វសមុទ្រដែលមានគ្រោះថ្នាក់និងចូលចិត្តវាប្រហារជម្រៅទឹកនេះវាជ្រៅហួសពីសមត្ថភាពឧបករណ៍មុជទឹកយើងហើយសូមប្រញាប់ប្រយ័ត្នផងកុំប្រថុយឲ្យសោះក្រោមទឹក80ម៉ែត្រ30ម៉ែត្រគឺជាកម្រិតកំណត់នៃការមុជទឹកកំសាន្ត40ម៉ែត្រគឺជាខ្សែជីវិតហើយបើជ្រៅជាងនេះអាសូតនឹងធ្វើឲ្យឯងវង្វេងរវាងការពិតនិងការស្រមើស្រមៃហើយអុកស៊ីសែននឹងក្លាយជាថ្នាំពោសម្រាប់ជីវិតឥឡូវនេះឆ្នាំ1992បច្ចេកវិទ្យាមុជទឹកក្នុងស្រុកយើងនៅមានកម្រិតណាស់តើទៅរកអ៊ូស្ម៉ានលីអេលីយ៉ូមនិងអុកស៊ីសែនជំនាញពីណាបានទៅបានហើយចុះឯងកាត់អីហ្នឹងមុខមាត់មើលទៅស្លេកស្លាំងម្លេះតាជូអញប្រហែលជាទទួលការងារគ្រោះថ្នាក់ដល់ជីវិតហើយ80ម៉ែត្រហើយគឺអញឈួតហើយមែនទេនឹងមិនមែនមុជទឹកទេនឹងទៅជួបយមរាជហើយឈុតមុជទឹកនាំចូលដែលយើងទិញមកនឹងអញសួរអ្នកជំនាញហើយជម្រៅអតិបរមាត្រឹមតែ40ម៉ែត្រប៉ុណ្ណោះ80ម៉ែត្រនឹងសម្ពាធទឹកអាចធ្វើឲ្យសួតអញផ្ទុះក្នុងមួយប៉ព្រិចភ្នែកបានណាខ្ញុំដឹងថាបើប្រើធុងទឹកធម្មតាគឺមិនអាចទៅរួចទេតែមានរបស់មួយដែលអាចធ្វើបានរបស់អីទៅឈុតមុជទឹកស្ពាន់ធ្ងន់ដែលគេប្រើសម្រាប់រុករកក្នុងសមុទ្រជ្រៅរបស់ចាស់ជំនាន់មុននឹងឈុតធ្ងន់នឹងអហោហើយអញឈួតហើយមែនទេអានឹងវាធ្ងន់ដល់ថ្នាក់អាចកប់មនុស្សទាំងរស់បានណាវាជាមួកស្ពាន់បិទជិតជាមួយអាវកៅស៊ូហើយថែមទាំងស្បែកជើងសំទៀតវាត្រូវបានរចនាឡើងសម្រាប់ទប់ទល់នឹងសម្ពាធទឹកសមុទ្រជ្រៅឲ្យតែមានម៉ាស៊ីនផ្គត់ផ្គង់ខ្យល់ពីលើទឹកចម្រៅត្រឹមច្រកទ្វារខ្មោចនឹងមិនអាចគុំខ្ញុំបានទេរបស់ទាំងនេះទោះបីជាវាធ្ងន់ក៏ដោយប៉ុន្តែក្នុងសម័យដែលគ្មានឧបករណ៍ដកដង្ហើមទំនើបវាគឺជាឧបករណ៍តែមួយគត់ដែលអាចទប់ទល់នឹងសម្ពាធទឹកសមុទ្រជ្រៅបានរបស់ចាស់បែបហ្នឹងយើងទៅរកទិញពីណាបានវាជារបស់ដែលគេគ្រប់គ្រងតឹងរឹងណាស់មនុស្សធម្មតាទិញមិនបានទេរោងចក្រផលិតកប៉ាល់ណានភីងម្សិលមិញពេលខ្ញុំទៅទិញកប៉ាល់ខ្ញុំបានឃើញឈុតធ្ងន់ចាស់មួយឈុតនៅជ្រុងឃ្លាំងចាស់របស់គេដែលជួយើងទៅរោងចក្រផលិតកប៉ាល់ឥឡូវនេះតែម្ដងទៅអូយលោកលីតើថ្ងៃនេះលោកមានពេលទំនេរអីបានជិះមកដល់ទីនេះដោយផ្ទាល់អញ្ចឹងតើទូកដែលទិញពីមុនមានបញ្ហាអីមែនទេលោកគ្រាន់តែប្រាប់មកបានហើយទូកមិនមានបញ្ហាអីទេលោកម្ចាស់ថ្ងៃនេះខ្ញុំមកគឺចង់មើលឧបករណ៍ពិសេសខ្លះខ្ញុំចង់បានឈុតមុជទឹកស្ពាន់ធ្ងន់ដែលនៅក្នុងឃ្លាំងសម្រាមរបស់អ្នកហើយត្រូវបំពាក់ម៉ាស៊ីនច្របាច់ប្រេងម៉ាស៊ូតសម្រាប់ទូកដែលមានកម្លាំងខ្លាំងបំផុតមួយទៀតព្រមទាំងបំពង់ខ្យល់សម្ពាធខ្ពស់ប្រវែង200ម៉ែត្រនិងខ្សែទំនាក់ទំនងផងដែលមុនល្ងាចនេះត្រូវតែដំឡើងឲ្យខ្ញុំនៅលើទូកភីងអានឲ្យបានលោកលីឧបករណ៍មុជទឹកធ្ងន់នោះវាជារបស់ហួសសម័យតាំងពីទសវត្សរ៍ទី70មកម្លេះទោះបីជាមុខស្ពាន់នោះធ្វើពីស្ពាន់សុទ្ធគុណភាពល្អក៏ដោយតែរបស់នោះវាគ្រោះថ្នាក់ខ្លាំងណាស់ឈុតមួយទាំងមូលទម្ងន់ជិត150គីឡូឯណោះពេលនៅក្រោមទឹកគឺពឹងផ្អែកលើអ្នកនៅខាងលើបង្វិលកង់ទាញតែបន្តិចបន្តួចគឺបាត់បង់ជីវិតបានងាយតើលោកចង់បានរបស់នោះទៅធ្វើអីទៅខ្ញុំទទួលការផ្ញើពីដៃគូសហការឲ្យទៅសមុទ្រខាងក្រៅដើម្បីប្រមូលដែកពីកំទេចទូកដែលលិចឈុតមុជទឹកធម្មតាមិនអាចចុះទៅបានទេខ្ញុំនឹងទិញឧបករណ៍មុជទឹកធ្ងន់ដែលនៅទំនេរក្នុងឃ្លាំងនេះក្នុងតម្លៃ 20,000 យួនលោកលីខ្ញុំនឹងឲ្យជាង
ជំនាញនៅក្នុងរោងចក្រទៅពិនិត្យនិងជួសជុលនៅក្នុងឃ្លាំងឲ្យលោកភ្លាមធានាថានឹងបដូរកងជ័របិទជិតនិងបំពង់ខ្យល់ថ្មីឲ្យលោកម៉ោង5:00ល្ងាចនេះខ្ញុំនឹងដំឡើងលើទូកឲ្យលោកទាន់ពេលតែម្ដងសំណាងហើយដែលចុះទៅក្រោមទឹកបើអញជួបគ្រោះថ្នាក់អីមួយសូម្បីតែឱកាសរត់ក៏គ្មានដែរគឺពឹងផ្អែកទាំងស្រុងលើបំពង់នេះដើម្បីទាញអញឡើងមកវិញតែជួនអីចឹងហើយជីវិតរបស់ខ្ញុំគឺផ្ញើទុកក្នុងដៃអញហើយណាបេសកម្មចុះទៅពិនិត្យតំបន់ទឹកយប់នេះត្រូវតែធ្វើដោយស្ងាត់យើងកាត់បន្ថយមនុស្សមិនចាំបាច់ទៅតាមឲ្យបានច្រើនបំផុតឯងទៅរៀបចំស្បៀងអាហារជាមួយស្រាខ្លាំងទៅម៉ោង10យប់នេះយើងនឹងចេញដំណើរទៅតំបន់ទឹកដើម្បីធ្វើការពិនិត្យយល់ព្រមទេកាលពីម្សិលមិញនៅថ្មពព្រះទឹកគីមែននាវាធំខូចខាតអស់ជិត100000ហើយថែមទាំងបាត់មុខមាត់នៅចំពោះមុខកូនចៅទៀតគំនុំមួយនេះតើឲ្យខ្ញុំលេបចូលទៅបានយ៉ាងម៉េចបងប៉ាខ្ញុំស៊ើបដឹងច្បាស់ហើយអាម្នាក់ឈ្មោះលីហាវនឹងរសៀលនេះវាទៅរោងចក្រផលិតនាវាចំណាយលុយច្រើនទិញឈុតមុជទឹកស្ពាន់បែបបុរាណមួយឈុតមិនតែប៉ុណ្ណោះវាថែមទាំងឲ្យរោងចក្រដំឡើងម៉ាស៊ីនបង្ហាប់ខ្យល់កម្លាំងខ្លាំងនិងកង់ជើងទៀតផងស្លៀកឈុតមុជទឹកបែបនេះអាមួយនេះវាប្រកាសជាបានរកឃើញអ្វីមួយហើយបានជាប៉ុន្មានថ្ងៃមុនវាអាចរកបានគុជខ្យងខ្ញុំដឹងតាំងពីដើមមកថាអាមួយនេះលាក់រឿងអាចកំបាំងធំបងបៀវចុះយើងត្រូវធ្វើម៉េចទៅទូកយើងកំពុងតែជួសជុលនៅឡើយទេអញ្ចឹងទៅជួលទូកលបឿនលឿនមួយមកឲ្យខ្ញុំយប់នេះយើងនឹងនៅក្រៅសមុទ្ររួចចាំមើលស្ថានភាពទៅចាស់បងបៀវខ្ញុំយល់ហើយហើយsẽឲ្យលើរ៉ាដាបង្ហាញថាមានចំណុចតូចមួយកំពុងតាមពីក្រោយយើងប្រហែល5ម៉ាយវាលឿនណាស់ដូចជាទូកលបឿនលឿនអញ្ចឹងប្រកាសជាយ៉ាវយៀនបៀវហើយមិនបាច់ខ្វល់ពីវាទេតំបន់សមុទ្រនេះយប់ឡើងរលកធំណាស់ទូកលបឿនលឿនវាអត់សូវធន់នឹងរលកទេបើវាចង់លំបាកក៏ឲ្យវាតាមមកចុះហាវដាកុំទៅមុខទៀតអីរលកនៅទីនេះខ្លាំងណាស់នាវាកំពុងតែយកខ្លាំងពេកហើយការចុះមុជទឹកជ្រៅបែបនេះវាគ្រោះថ្នាក់ណាស់បើជើងទំនងត្រូវរលកបក់រហូតដល់ងាកចេញពីកន្លងខ្សែកាបនឹងរឹតកាត់ក្បាលអញដាច់មិនខានទេលេងមានពេលហើយឱកាសដែលចរុនទឹកអំណោយផលមានតែ2ម៉ោងប៉ុណ្ណោះខ្ញុំត្រូវតែចុះទៅហាវដាឬខ្ញុំទេហាវដាពូខ្ញុំចុះទៅហើយណាជួយទម្លាក់ខ្សែជើងទម្រយនឹងផងកុំឲ្យវាជាប់ឲ្យសោះយកហើយប្អូនប្រុសត្រូវតែត្រឡប់មកវិញឲ្យបានណាហាវដាឥឡូវដល់75ម៉ែត្រហើយម៉ាស៊ីនទម្លាក់ខ្សែវាផ្ទុកដល់កម្រិតកំណត់ហើយបន្តទៅមុខទៀតកុំឈប់ខ្ញុំឃើញបាតសមុទ្រហើយខ្ញុំដល់បាត់ហើយបានហើយអ្នកមានពេលតែកន្លះម៉ោងទេត្រូវតែឡើងមកវិញក្នុងកន្លះម៉ោងនេះបើមិនអញ្ចឹងទេការសម្រួលសម្ពាធនឹងត្រូវចំណាយពេលរាប់ម៉ោងហើយប្រេងនៅលើទូកមិនគ្រប់គ្រាន់សម្រាប់ម៉ាស៊ីនបង្ហាប់ខ្យល់ដំណើរការយូរដល់ថ្នាក់នោះទេដឹងហើយយល់ហើយខ្ញុំនឹងប្រយ័ត្នអាសន្នមានសត្វសាហាវទំហំធំកំពុងតែមកជិតហើយសត្វចម្លែកនេះចាត់ទុកកប៉ាល់លិចនេះជាសម្បុករបស់វាហើយខ្ញុំក៏ខ្លាចជាអ្នកឈ្លានពានដែលចូលទៅក្នុងអន្ទាក់វាដោយខ្លួនឯងអាហៅហ្វឺកាត់អីហ្នឹងឈប់ទៅខ្ញុំមិនអីទេចេញទៅឲ្យឆ្ងាយ
ហៅហ្វឺហៅហ្វឺនិយាយអីខ្លះមកគុំធ្វើឲ្យខ្ញុំខ្លាចបែបនេះអីខ្ញុំមិនអីទេឯងទៅមើលភ្លើងនោះទៅនេះវាជាអ្វីទៅតាជូឲ្យទាញខ្ញុំឡើងទៅបានហើយហៅហ្វឺកាន់ឲ្យជាប់ណាឡើងទៅអ្នកទាំងអស់គ្នាកុំទាន់ឲ្យកម្រិតអីយើងមកនិយាយគ្នាសិនមកហ្វាំងដាជូមិននឹកស្មានថាបានជួបពួកឯងនៅទីនេះសោះតើមានអ្នកកំពុងរាវរករបស់នៅក្រោមទឹកសោះតើអ្នកចុះទៅក្រោមទឹកយូរហើយឬនៅតើរកឃើញអ្វីខ្លះទេចៅជីនបៀវកុំប៉ះពាល់ឧបករណ៍ផ្ដេសផ្ដាសបិទការផ្គត់ផ្គង់ខ្យល់ទៅមនុស្សនៅក្រោមទឹកនឹងមានគ្រោះថ្នាក់ហើយខ្ញុំគ្រាន់តែចង់ស្ទាក់ចាប់យករបស់ដែលរកឃើញមកធ្វើជាកម្មសិទ្ធិផ្ដាច់មុខប៉ុណ្ណោះទៅខាត់គាត់ទុកកុំឲ្យគាត់មករារាំងពួកយើងបិទឧបករណ៍ផ្គត់ផ្គង់ខ្យល់សិនទៅចាំឲ្យមនុស្សនៅក្រោមទឹកឡើងមកវិញសឹមយើងពិភាក្សាគ្នាពីរឿងបែងចែករបស់ដែលរកបានមិនអាចបិទការផ្គត់ផ្គង់ខ្យល់បានទេវាអាចបង្កគ្រោះថ្នាក់ដល់មនុស្សនៅក្រោមទឹកកុំធ្វើអ្វីឆេវឆាវឲ្យសោះទៅខាត់គាត់ទុកបំពង់ផ្គត់ផ្គង់ខ្យល់នេះមិនអាចប៉ះពាល់ផ្ដេសផ្ដាសបានទេតាជូមានរឿងអីចៅជីនបៀវឡើងលើទូកហើយឬនៅជាតិមុនតាជូបានរងរបួសព្រោះតែជួយខ្ញុំលើកនេះខ្ញុំមិនអាចឲ្យគាត់ជួបបញ្ហាទៀតបានទេលឿនឡើងទាញខ្ញុំឡើងទៅលឿនថយក្រោយដំណើរការបន្ថយសម្ពាធមិនទាន់ចប់ទេបើប្រញាប់ឡើងលើបែបនេះងាយនឹងកើតជំងឺខ្វះអុកស៊ីសែនណាស់មិនខ្វល់ទេខ្ញុំទ្រាំបានប្រញាប់បើកជើងទៅមកទៅបើនៅយឺតយ៉ាវទៀតដំណើរការរបស់យើងនឹងជួបបញ្ហាហើយទាញខ្ញុំឡើងមកប្រញាប់ខាត់គាត់ទៅមិនទាន់បានបន្ថយសម្ពាធផងឈឺពេញខ្លួនអស់ហើយសៅជីនបៀវអូយជើងខ្ញុំជាតិមុនដាជូត្រូវឯងធ្វើបាបជាតិនេះមិនអាចឲ្យរឿងនេះកើតឡើងទៀតដាច់ខាតអូយជើងខ្ញុំហើយដាជូឯងភ្ញាក់ឡើងឬខ្ញុំនិយាយទេល្អហើយហៅជឿឯងពិតជាដឹងខ្លួនមែនដោះមួកសុវត្ថិភាពឲ្យខ្ញុំមកលឿនឡើងដាជូមុនពេលខ្ញុំចេញមកខ្ញុំបានតាក់ទងទៅប៉ូលីសតាមវិទ្យុតាក់ទងរួចហើយទូកល្បាតរបស់ប៉ូលីសសមុទ្រនៅក្បែរនេះទេពួកគេនឹងមកដល់ភ្លាមចៅជីនបៀវជាតិនឹងឯងកុំសង្ឃឹមថាបានចេញទៅណាឲ្យសោះទាំងអស់គ្នាអន់ក្បាលចុះហើយអង្គុយចុះកុំកម្រើកហាជឿឯងមិនអីទេមែនទេខ្ញុំមិនអីទេដាជូនេះហើយដែលអ្នកបានជួយជីវិតខ្ញុំបងប្អូនគ្នាឯងនិយាយរឿងនឹងធ្វើអីចុះចៅជីនបៀវទៅណាហើយចូលទៅខាងក្នុងហើយជីវិតដែលនៅសល់ប្រហែលជាត្រូវជាប់គុកដេកខោអាវក្នុងនឹងហើយរឿងរ៉ាវវញញ៉ៃនៃការផ្ដាច់មុខអាជីវកម្មចូលផលខុសច្បាប់នេះក៏ដល់ពេលត្រូវដោះស្រាយតាមច្បាប់ហើយតាជូចង់ឃើញរបស់នៅក្នុងកាបូបនេះទេតើវាជាអ្វីទៅចង់តើលឿនឡើងបើកមើលទៅនេះគឺជាវត្ថុដ៏កម្រដែលគេតែងតែនិយាយគ្នាក្នុងរឿងព្រេងនិទានហៅជឿរបស់នេះ
វាអាចបញ្ចេញពន្លឺបានផងរឿងនេះមិនមែនជារឿងតូចតាចទៀតទេណាដាជូបើក្របគុជនេះត្រូវគេយកចេញមកវានឹងបង្កជាការភ្ញាក់ផ្អើលមិនខានហើយជឿដាជូពួកឯងមកធ្វើអីហ្នឹងអង្គុយចុះលោកមេភូមិថ្ងៃនេះខ្ញុំមកគឺចង់ជួលតំបន់សមុទ្រនៅខាងកើតភូមិយើងព្រមទាំងដីឆ្នេរនៅជុំវិញនឹងទាំងអស់5ឆ្នាំហើយជឿឯងចង់ជួលតំបន់សមុទ្រនឹង50ឆ្នាំឯងដឹងខ្លួនទេថាឯងកំពុងនិយាយអីហ្នឹងនឹងវាមានទំហំរាប់ពាន់ហិកតែនោះតំបន់នោះទឹកហូរខ្លាំងហើយមានថ្មប៉ប្រះទឹកច្រើនធម្មតាអ្នកនេសាទក៏មិនសូវទៅដែរឯងចង់យកទៅធ្វើអីតំបន់សមុទ្រនឹងមើលទៅដូចជាគ្រោះថ្នាក់មែនប៉ុន្តែក្រុមមីក្រូសាពីងកាយនៅបាតសមុទ្រនិងសីតុណ្ហភាពនៃជ្រន្ទឹកគឺពិតជាកន្លែងដ៏ល្អបំផុតសម្រាប់ចិញ្ចឹមខ្យងគុជដ៏មានតម្លៃហើយជឿថ្លៃជួលសមុទ្រនឹងមិនថប់ទេណារាប់ពាន់ហិកតាជួលម្ដង50ឆ្នាំត្រូវចំណាយលុយរាប់លានឯណោះក្នុងនេះមានលុយកក់20000ហើយលុយដែលនៅសល់ខ្ញុំនឹងសងឲ្យគ្រប់ក្នុងរយៈពេល1ខែនេះលុយច្រើនម្ល៉េះមិនត្រឹមតែប៉ុណ្្នឹងទេខ្ញុំបានបង្កើតក្រុមហ៊ុនចិញ្ចឹមត្បូងហាវ៉ាន់មួយទៀតថ្ងៃក្រោយខ្ញុំនឹងផ្ដល់អាទិភាពដល់យុវជនក្នុងភូមិយើងឲ្យចូលធ្វើការដោយឲ្យប្រាក់ខែ$300ហើយចុងឆ្នាំមានប្រាក់រង្វាន់ទៀត$300ហើយចុងឆ្នាំនៅមានប្រាក់រង្វាន់ទៀតល្អណាស់ក្មួយប្រាប់ពូតាមត្រង់មកក្មួយនិយាយនេះជារឿងពិតមែនទេកុំលេងសាច់ណាមានឯកសារច្បាស់លាស់អាចចុះកិច្ចសន្យាបានភ្លាមបងដាជូខ្ញុំមានកម្លាំងខ្លាំងណាស់ឲ្យខ្ញុំទៅធ្វើការនៅរ៉ែក៏បានដែរកុំប្រញាប់ពេកម្នាក់ម្ដងមកឲ្យតែហ៊ានធ្វើបងហៅគាត់និយាយហើយគឺបានគ្រប់គ្នាទាំងអស់ជាមួយនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឲ្យជោគជ័យឲ្យបានរបស់កំមកនេះគឺជាវត្ថុមានតម្លៃកម្រមែនទែនប្អូនលីប្អូនពិតជាពូកែណាស់របស់មានតម្លៃបែបនេះក៏ប្អូនរកឃើញដែរលោកចៅលោកហារបស់នេះខ្ញុំមិនមានបំណងលក់ដូរដោយផ្ទាល់ទេមិនលក់ដូរដោយផ្ទាល់ចុះប្អូនលីមានន័យថាម៉េចខ្ញុំចង់រៀបចំការដេញថ្លៃមួយកន្លែងគឺកំណត់យកនៅហៃជើខ្ញុំចង់ខ្ចីទំនាក់ទំនងរបស់លោកទាំងពីរដើម្បីអញ្ជើញមហាសេដ្ឋីនិងអ្នកប្រមូលវត្ថុបុរាណលំដាប់កំពូលទាំងអស់មកកាន់ហៃជើខ្ញុំចង់ឲ្យពិភពលោកទាំងមូលដឹងថាគុជខ្យងដ៏ល្អបំផុតមិនមែននៅដីធំឬនៅណានយ៉ាងទេគឺនៅតំបន់សមុទ្ររបស់ហ៊ូសៀងនេះឯងល្អប្អូនប្រុសលីពិតជាមានសមត្ថភាពមែនគុជខ្យងមួយគ្រាប់នេះពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការក្លាយជារឿងព្រេងនិទានក្នុងប្រវត្តិសាស្ត្រការដេញថ្លៃនៅអាស៊ីខ្ញុំហ៊ូម្នាក់នេះនឹងត្រឡប់ទៅសៀងជើងវិញដើម្បីចេញលិខិតអញ្ជើញប្អូនប្រុសលីរឿងទីតាំងនិងសន្តិសុខនៅហៃជើនេះទុកឲ្យចាស់ម្នាក់នេះរៀបចំឲ្យហាងជូប៉ាវចៃរបស់ខ្ញុំទោះបីជាត្រូវចំណាយធនធានទាំងអស់ក៏ដោយក៏ត្រូវតែជួយប្អូនឲ្យបានល្អឥតខ្ចោះដែរអរគុណបងប្រុសទាំងពីរច្រើនណាស់កន្លះខែបន្ទាប់មកដំណឹងដែលថាគុជខ្យងដ៏មានតម្លៃនឹងបង្ហាញខ្លួនបានធ្វើឲ្យរង្គើដល់ពិភពមហាសេដ្ឋីមនុស្សធំរាប់មិនអស់បានឮដំណឹងនេះក៏នាំគ្នាសម្រុកមកកាន់ហៃជើចំណែកខ្ញុំវិញបានប្រគល់ការដេញថ្លៃនេះទៅឲ្យពួកគេចំណែកខ្លួនឯងអ្នកបានត្រឡប់មកកាន់ឈូងសមុទ្រព្រះច័ន្ទវិញហើយតាជោទុកល្បឿនលឿនទាំង10គ្រឿងនិងទុកចិញ្ចឹមត្រីចំនួន1000តោនទាំង2គ្រឿងដែលទើបនឹងទិញនោះមកដល់ហើយឬនៅបាទមកដល់អស់ហើយក្មេងជាង200នាក់ដែលយើងបានរៀបចំក៏បានហ្វឹកហាត់រួចរាល់ហើយដែរឥឡូវនេះឈូងសមុទ្រព្រះច័ន្ទរបស់យើងមានទុកល្បឿនលឿនល្បាតនៅពេលថ្ងៃហើយពេលយប់មានទាំងភ្លើងបំភ្លឺនិងរ៉ាដាត្រួតពិនិត្យទៀតសូម្បីតែរុយមួយក៏ហាចូលមិនរួចដែរល្អប៉ុន្មានថ្ងៃនេះខ្ញុំនឹងចុះទៅសមុទ្រដោយផ្ទាល់ដើម្បីណែនាំអ្នកទាំងអស់គ្នាពីការដាក់ពូជខ្យងគុជថ្នាក់ពិសេសដំបូងគេហាវស៊ឺអូនមានអារម្មណ៍ភ័យបន្តិចកុំភ័យអីអូនសម្លាញ់អូនគ្រាន់តែអង្គុយនៅទីនេះឲ្យស្អាតទៅបានហើយសូមគោរពភ្ញៀវកិត្តិយសទាំងអស់គ្នាវត្ថុដំបូងដែលយើងនឹងដាក់ដេញថ្លៃគឺខ្យងគុជពណ៌ផ្កាឈូកលំនាំអណ្ដាតភ្លើងថ្នាក់ពិសេសចំនួន12គ្រាប់500000 800000 1លាន2សែនគ្រាន់តែខ្យងគុជ12គ្រាប់នេះក៏រកបានជាង15លានហើយប៉ុន្តែនេះគ្រាន់តែជាម្ហូបបើកឆាកប៉ុណ្ណោះវត្ថុដេញថ្លៃចុងក្រោយដែលជាតួឯករបស់យើងគឺគុជរាត្រីភ្នែក9សូមអញ្ជើញបង្ហាញខ្លួនតម្លៃចាប់ផ្ដើមគឺ10លានយន្តការដេញថ្លៃម្ដងមិនអាចតិចជាង500000យន្តឡើយការដេញថ្លៃចាប់ផ្ដើមពីពេលនេះទៅ15លានហឺឈ្នះហើយចង់បានរបស់ល្អមែនទេយកសាប់ទៅខ្ញុំហ៊ានឲ្យពី10លាន68លានព្រមព្រៀងទុនមកដល់ហើយខ្ញុំត្រូវតែចាប់ផ្ដើមអាជីវកម្មរបស់ខ្ញុំហៅហ្វឺគុជខ្យងដែលចិញ្ចឹមនៅឈូងសមុទ្រយោយ៉ាងចំនួនទី1បានប្រមូលផលថ្ងៃនេះហើយតាជូទើបតែខលមកប្រាប់ថាមានរឿងអស្ចារ្យកើតឡើងគេឲ្យបងប្រញាប់ទៅមើលភ្លាមល្អតោះទៅមើលសមិទ្ធផលដែលយើងខំប្រឹងអស់3ឆ្នាំមកនេះហៅហ្វឺសៅហ្វឺពួកបងប្រញាប់មកមើលមកមានរឿងអស្ចារ្យហើយ
តាជូប្រាប់រោងចក្រកែច្នៃទៅយកគុជខ្យងដែលល្អបំផុតក្នុងចំណោមនេះទៅធ្វើជាឈុតគ្រឿងអលង្ការស៊េរីសម្រស់ដ៏អស្ចារ្យឈុតនេះមិនលក់ទេខ្ញុំនឹងទុកវាឲ្យមនុស្សស្រីដែលខ្ញុំស្រឡាញ់បំផុតក្នុងជីវិតនេះដើម្បីជាកាដូខួបអាពាហ៍ពិពាហ៍10ឆ្នាំរបស់យើង However អរគុណអ្នកណាស់ដែលបានផ្ដល់ឲ្យខ្ញុំនិងកូនណាននៅគ្រួសារដ៏មានសុភមង្គលមួយនេះម៉ាក់ឲ្យម៉ាក់កូនទេដែលត្រូវនិយាយពីអរគុណទៅតោះកូនស្រីថ្ងៃនេះឈប់សម្រាកយើងទៅទទួលគាត់ត្រឡប់ទៅផ្ទះវិញយប់នេះប៉ានឹងធ្វើម្ហូបដោយខ្លួនឯងធ្វើត្រីប្រឡាក់ទឹកស៊ីអ៊ីវឲ្យកូនញ៉ាំចាសតោះយើងត្រឡប់ទៅផ្ទះវិញ